សម្លកកូរគឺជាមុខម្ហូបបែបខ្មែរដែលផ្ទះនាងខ្ញុំឧស្សាហ៍ធ្វើញឹកមែនទែនបងហើយចំពោះវិធីសាស្ត្រក្នុងការធ្វើសម្លកកូរនេះដែរក៏អត់ពិបាកដែរគឺខ្ញុំមានបន្លែកកូរល្ហុងហ្នឹងមានស្លឹកបាសស្លឹកម្រុំហើយនឹងគ្រឿងបុករួចបងទាំងអស់គ្នាហើយចំពោះបន្លែនេះគឺនាងខ្ញុំមកបេះស្លឹកបាសហើយនឹងស្លឹកម្រុំហើយចំណែកឯគ្រឿងគឺនាងខ្ញុំគ្រាន់តែបុកបន្ថែមរំដេងហើយស្លឹកក្រូចសើចហើយមានបន្ថែមប៊ីចេងបន្តិចហើយនឹងមានបន្ថែមអំបិលបន្តិចបុកចូលគ្នាឲ្យម៉ត់ណាបងទាំងអស់គ្នាហើយបានខ្ញុំដាក់គ្រឿងដែលទិញរួចនឹងចូលទៅគឺខ្ញុំបុកចូលច្បល់ចូលគ្នាបែបហ្នឹងហើយបន្ទាប់មកទៀតគឺនាងខ្ញុំដាក់ដាំទឹកដើម្បីយកមកស្រោះឆ្អឹងជំនីដែលនាងខ្ញុំយកមកស្លកកូរហ្នឹងហើយបន្ទាប់មកគឺនាងខ្ញុំលីងគ្រឿងដាក់គ្រឿងនឹងចូលដាក់ឆ្អឹងជំនីជ្រូកនឹងចូលហើយបន្ទាប់មកទៀតគឺនាងខ្ញុំដាក់ប្រហុកលីងចូលគ្នាតែម្ដងបងចំពោះប្រហុកនេះដែរបងអាចដាក់លីងមុនក៏បានដែរតាមចំណង់ចំណូលចិត្តនេះខ្ញុំដាក់លីងក្រោយអញ្ចឹងណាបងនេះឥឡូវគឺឲ្យឈ្ងុយល្មមហើយគឺនាងខ្ញុំចាក់ទឹកចូលតែម្ដងហើយទឹកគឺនាងខ្ញុំដាក់បរិមាណល្មមទៅតាមចំនួនសាច់ហ្នឹងហើយបន្ថែមគ្រឿងដូចជាម្សៅស៊ុបមាន់ប៊ីចេងស្ករសហើយនឹងទឹកត្រីបន្តិចចូលបងនិយាយទៅរសជាតិគឺខ្ញុំយកល្មមអញ្ចឹងណាឥឡូវនេះសម្លកកូររបស់នាងខ្ញុំបានពុះហើយនាងខ្ញុំដាក់បន្លែនឹងចូលទាំងអស់ហ្នឹងតែម្ដងបងទាំងអស់គ្នាហើយចំណែកឯអង្ករលីងគឺនាងខ្ញុំដាក់តាមក្រោយនិយាយទៅសម្រាប់អង្ករលីងបងអាចដាក់នៅម្លងពេលកូរគ្រឿងក៏បានដែរដូចគ្នាបងនេះឥឡូវនាងខ្ញុំដាក់ចូលហើយអញ្ចឹងសម្រាប់សម្លកកូរមួយមុខនេះគឺមានឲ្យជារសឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបងចំហមួយមុខនេះគឺដឹងតែឆ្ងាញ់ជាប់ចិត្តតែម្ដងអញ្ចឹងសម្រាប់វីដេអូរបស់នាងខ្ញុំធ្វើម្ហូបគឺមានតែប៉ុណ្្នឹងទេសូមអរគុណបងទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយបន្ត Subscribe YouTube ឲ្យខ្ញុំអ្នកមួយផងអរគុណ